មកអ្នកណាខ្លះអត់ទាន់មានខ្ទឹមបំពងទុកនៅក្នុងផ្ទះមួយកែវពីរកែវសោះតោះមករៀនធ្វើជាមួយនាងខ្ញុំចាជាដំបូងយើងត្រូវមានខ្ទឹមសដែលយើងបានបករួចហើយយើងត្រូវលាងទឹកសម្អាតវាស្អាតហើយជូតឲ្យស្ងួតឬក៏ហាលឲ្យស្ងួតមិនមែនហាលឲ្យក្រៀមអីទេគ្រាន់តែហាលឲ្យវាស្រស់ទឹកឲ្យស្ងួតចឹងណាសម្រាប់នាងខ្ញុំមានខ្ទឹមសប្រហែលជា1ផោនកន្លះនាងខ្ញុំបានបកហើយក៏លាងទឹកសម្អាតដែរឥឡូវនាងខ្ញុំកំពុងតែជូតសម្អាតវាស្ងួតអស់អីយ៉ាជ្រុះខ្ទឹមអស់មួយលើរើសឡើងសម្អាតវាម្សៅអញ្ចឹងពេលយើងជូតអស់ហើយយើងចាប់ផ្ដើមដាក់វាកិនពេលកិនហ្នឹងយើងមើលទៅតាមទំហំម៉ាស៊ីនរបស់យើងកម្លាំងម៉ាស៊ីនរបស់យើងហើយនឹងទំហំខ្ទឹមផងដែរបើសិនជាខ្ទឹមរបស់យើងធំហើយម៉ាស៊ីនយើងរៀងកម្លាំងខ្សោយអីយើងដាក់វាពាក់កណ្ដាលអីអញ្ចឹងណាបើសិនម៉ាស៊ីនយើងធំយើងមើលតាមនឹងដែរទៅមួយទៀតនៅពេលដែលយើងកិននោះយើងត្រូវមើលដែរថាតើទំហំខ្ទឹមដែលយើងចង់បានយកទៅបំពងហ្នឹងយើងចង់បានប៉ុណ្ណាសម្រាប់នាងខ្ញុំអត់ចង់បានល្អិតពេកឬក៏ធំពេកទេនាងខ្ញុំចង់បានទំហំល្មមដោយសារតែពេលដែលយើងយកទៅបំពងជាមួយនឹងប្រេងនោះពេលក្តៅទៅខ្ទឹមនឹងរួមតូចហើយអញ្ចឹងនៅពេលដែលយើងយកទំហំល្មមនោះខ្ទឹមយើងពេលដែលត្រូវបំពងហើយគឺវាទំហំក៏មិនធំពេកក៏មិនទូចពេកដែរប៉ុន្តែនេះគ្រាន់តែជាចំណង់ចំណូលចិត្តរបស់គ្រួសារនាងខ្ញុំទេប៉ុន្តែបើសិនជាក្រុមគ្រួសារបងប្អូនចូលចិត្តទំហំបែបណាបងប្អូនអាចលេខលោកតាមជាក់ស្ដែងចានាងខ្ញុំចាក់ដាក់ចានដោយសារតែកិនហើយចឹងអ្នកទាំងអស់គ្នាអាចមើលទំហំតាមជាក់ស្ដែងបានណាហើយលើកនេះនាងខ្ញុំធ្វើយ៉ាងច្រើនដោយសារនាងខ្ញុំចង់បំពងវាទុក2កែវតែម្ដងគឺញ៉ាំបានម្ដង1ខែ2ខែណោះដោយសារតែយើងអាចទុកបានយូរអត់ងាយខូចទេខ្ទឹមបំពងណាយើងអាចញ៉ាំជាមួយបបរញ៉ាំជាមួយនឹងទឹកស៊ុបអីផ្សេងកាទៀវអីចឹងយើងអាចរោយវាដាក់ពីលើគឺឈ្ងុយឆ្ងាញ់មែនតែនមួយទៀតបើសិនជាយើងភ្លេចទិញខ្ទឹមហើយយើងត្រូវឆាយើងអាចប្រើខ្ទឹមបំពងនេះសម្រាប់ឆាក៏បានដែរយើងចាក់ប្រេងចូលខ្ទះហើយដាក់ខ្ទឹមបំពងនឹងចូលទៅយើងអាចឆាបានហើយងាយអញ្ចឹងបងប្អូនកុំភ្លេចធ្វើម្នាក់ម្កែទុកនៅផ្ទះណាងាយស្រួលណាស់ហើយស្រួលធ្វើទៀតផងចាឥឡូវនេះខ្ញុំចិត្តកិនខ្ទឹមឲ្យអស់ហើយអញ្ចឹងក៏ចាក់វាដាក់ចានមួយធំចូលគ្នាតែម្ដងបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅហើយចាក់ប្រេងចូលទុកវាឲ្យក្តៅបន្តិចសម្រាប់ភ្លើងនេះខ្ញុំប្រើលេខ7ថេតែម្ដងហើយដើម្បីតេស្តដឹងថាប្រេងយើងក្តៅនៅយើងបោះខ្ទឹមបន្តិចចូលទៅបើសិនជាបោះភ្លាមវាចេញពពុះភ្លាមបែបហ្នឹងគឺប្រេងរបស់យើងក្តៅអាចចាក់ខ្ទឹមទាំងអស់ចូលបានពេលដាក់ខ្ទឹមចូលហើយយើងអាសាកូរវាតិចទៅដោយសារយើងប្រយ័ត្នកុំឲ្យវាខ្លោចបាតខ្ទះកុំឲ្យខ្លោចខ្ទឹមហើយណាមួយទៀតពេលយើងកូរហ្នឹងយើងកុំប្រើដៃធ្ងន់ពេកយើងកូរដើម្បីថាឲ្យខ្លាញ់ហ្នឹងវាសប់ជាមួយនឹងខ្ទឹមរបស់យើងណាហើយក្តៅសប់នៅពេលដែលខ្ទឹមបានពណ៌នេះយើងបិទភ្លើងប៉ុន្តែបិទភ្លើងហើយក៏យើងនៅតែកូរដែរកូររហូតដល់វាពណ៌បានប៉ុណ្នេះគឺខ្ទឹមរបស់យើងរួចរាល់ហើយស្រួយអូយឈ្ងុយមែនតែនទុកវាឲ្យត្រជាក់ហើយដួសដាក់កន្លកែវជាការស្រេច